Most students like music. Most of the students like music. បងប្អូនដែលសង្កេតឃើញគេប្រើ most ហើយនិង most of អញ្ចឹងកាលណាយើងប្រើ most បូកជាមួយនាមពហុវចនៈគេនិយាយអំពីរឿងទូទៅណាបូកជាមួយនាមពហុវចនៈក៏បាននាមរាប់មិនបានក៏បានដែរណាអញ្ចឹងគេនិយាយទូទៅអត់សំដៅចំពោះក្រុមណាទេប៉ុន្តែពេលដែលយើងប្រើ most of មានន័យថា specific និយាយជាក់លាក់ទៅលើក្រុមណាមួយឥឡូវដោយករណីនេះ most students like music សិស្សភាគច្រើនបំផុតចូលចិត្តតន្ត្រីអញ្ចឹងនិយាយពីសិស្សទូទៅទាំងអស់អត់ថាសិស្សនៅសាលាណាអីទេប៉ុន្តែបាននេះគេនិយាយថាម៉េច most of the students like music ក្នុងចំណោមសិស្សទាំងអស់នោះសិស្សភាគច្រើនចូលចិត្តតន្ត្រីបងប្អូនឃើញទេគឺដៅទៅលើក្រុមនៃសិស្សណាមួយហើយដកក្នុងចំណោមសិស្សទាំងអស់នោះដែលភាគច្រើនបំផុតចូលចិត្តតន្ត្រីហើយបងប្អូនចំណាំកាលណាប្រើ most of ត្រូវតែមាន determiner មានដូចជា the មាន my មាន your អញ្ចឹងទៅអាហ្នឹងគេហៅគុណនាមកំណត់ណាអូខេអញ្ចឹងចំណុចហ្នឹងខុសគ្នាប៉ុណ្ណឹង most of them agreed មួយទៀត most of បូកជាមួយសព្វនាមណាដូចជា us ដូចជា them អីហ្នឹងអាហ្នឹងគេហៅសព្វនាមបរិស័កហ្នឹងប៉ុន្តែវាជា object ណាអូខេអញ្ចឹងបងប្អូនមិនអាចប្រើ article ឬក៏ determiner ទៀតទេហើយក៏មិនអាចនិយាយថា most them បានដែរប្រើបានតែ most of ហ្នឹងបូកជាមួយ pronoun អាហ្នឹងប្រើបានណាពួកគេភាគច្រើន agreed យល់ស្រប most of my friends live abroad ក្នុងចំណោមមិត្តភ័ក្តិរបស់ខ្ញុំឃើញទេសំដៅទៅលើក្រុមមិត្តភ័ក្តិរបស់ខ្ញុំប៉ុន្តែក្នុងចំណោមមិត្តភ័ក្តិទាំងអស់ហ្នឹងគឺរស់នៅបរទេសភាគច្រើនរស់នៅបរទេសក្នុងចំណោមមិត្តភ័ក្តិរបស់ខ្ញុំទាំងអស់មិត្តភ័ក្តិភាគច្រើនបំផុតរស់នៅបរទេសអញ្ចឹងសំដៅទៅលើ specific បើបងប្អូននិយាយថា most friends មិនដឹងថា friend ណាទេនិយាយមិត្តភ័ក្តិទូទៅអូខេអញ្ចឹងន័យខុសគ្នាកន្លែងហ្នឹងហើយបងប្អូនឃើញនេះ my នេះអាហ្នឹងគេហៅគុណនាមកំណត់ determiner អូខេ most people use smartphones មនុស្សភាគច្រើនប្រើប្រាស់ smartphone បងប្អូនឃើញទេនេះនិយាយអំពីមនុស្សទូទៅអត់សំដៅទៅលើជនជាតិណាមួយទេគឺមនុស្សទូទៅភាគច្រើនគឺប្រើ smartphone និយាយចឹងប៉ុន្តែបងប្អូនប្រើអញ្ចឹង most of the people តើបងប្អូនសំដៅទៅលើក្រុមមនុស្សណាមួយជាក់លាក់បានយើងប្រើ most of ឥឡូវឧទាហរណ៍ថាខ្ញុំនិយាយពីប្រជាជននៅក្នុងភូមិរបស់ខ្ញុំនិយាយថាប្រជាពលរដ្ឋនៅក្នុងភូមិរបស់ខ្ញុំឥឡូវហ្នឹងគាត់មានជីវភាពធូរធារហើយខ្ញុំបង្កើតប្រយោគថា most of the people អញ្ចឹងគឺសំដៅទៅលើប្រជាជនក្នុងភូមិហ្នឹងហើយតោះនេះបងប្អូន most of the people use smartphones ប្រជាពលរដ្ឋភាគច្រើនបំផុតប្រើប្រាស់ smartphone អញ្ចឹងសរុបមកវិញ most មានន័យថាច្រើនបំផុតឬក៏ភាគច្រើន most of ក៏មានន័យអញ្ចឹងដែរក៏ប៉ុន្តែកាលណាប្រើ most of មានន័យថានាមដែលយើងលើកយកមកនិយាយហ្នឹងគឺជាក់លាក់ពិតប្រាកដសំដៅទៅលើនាមណាមួយហើយ most of វាមាន article the ឬក៏ determiner ផ្សេងទៀតដូចជា my your អីជាដើមមានប៉ុន្តែ most បូកជាមួយនាមពហុវចនៈឬក៏នាមរាប់មិនបានតែម្ដង